ការពិភាក្សាស្ដីពីបញ្ហាដំឡើងប្រាក់ឈ្នួលអបបរមាឲ្យកម្មករនៅក្នុងវិស័យឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើងនៅក្នុងប្រទេសកម្ពុជាត្រូវបានធ្វើឡើងយ៉ាងផុសផុលនៅប៉ុន្មានថ្ងៃចុងក្រោយនេះគ្រប់សមាជិកត្រីភាគីបានធ្វើការងាររៀងៗខ្លួនទៅលើបញ្ហានេះដើម្បីបង្ហាញជំហរនៅក្នុងការដំឡើងប្រាក់ឈ្នួលនៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី22កញ្ញានេះលោកវ៉ាន់ស៊ូអៀងប្រធានសហព័ន្ធនយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា Camfiba និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានបង្ហាញពីក្តីបារម្ភថាកម្ពុជាអាចនឹងបាត់បង់ការវិនិយោគលើវិស័យកាត់ដេរដែលជាឆ្អឹងខ្នងមួយដ៏សំខាន់របស់សេដ្ឋកិច្ចប្រសិនណាបើការទាមទារដំឡើងប្រាក់ខែគោលរបស់កម្មករនៅតែបន្តឡើងជាលំដាប់នោះភាគីខាងនយោជកបានបង្ហាញពីកត្តាអវិជ្ជមានជាច្រើននៅក្នុងវិស័យកាត់ដេរកម្ពុជាប្រៀបធៀបទៅនឹងបណ្ដាប្រទេសជាគូប្រជែងនៅក្នុងវិស័យនេះដែលមានដូចជាប្រទេសវៀតណាមភូមាបង់ក្លាដេសនិងឥណ្ឌូនេស៊ីជាដើមចំណុចអវិជ្ជមានទាំងអស់នោះរួមមានកម្ពុជាចង់ទាមទារតម្លៃពលកម្មថ្លៃទាំងខ្លួនផលិតបានផលិតផលទាបមានថ្ងៃឈប់សម្រាកច្រើននិងធ្វើការតិចម៉ោងជាបណ្ដាប្រទេសជាដៃគូប្រកួតប្រជែងនៅក្នុងតំបន់លើសពីនេះទៅទៀតកម្ពុជាខ្វះខាតក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈបន្ថែមដល់បណ្ដារោងចក្រទាំងអស់ជាហេតុធ្វើឲ្យការនាំចូលមានតម្លៃថ្លៃក៏ប៉ុន្តែការលើកឡើងនេះត្រូវបានលោកអាត់ធុនប្រធានសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាលើកឡើងថានេះគ្រាន់តែជាលេសរបស់ក្រុមនយោជកតែប៉ុណ្ណោះដែលមិនចង់ដំឡើងប្រាក់ឈ្នួលឲ្យកម្មករលោកបានបញ្ជាក់ថាកន្លងមកក្រសួងកាងារធ្លាប់បានបើកការប្រជុំត្រីភាគីជាច្រើនលើកមកហើយក្នុងនោះក៏បានបង្ហាញពីប្រាក់ចំណេញរបស់រោងចក្រនីមួយៗផងដែរហើយតាក់ទងទៅនឹងការបង់ប្រាក់ជូនដល់បេឡាជាតិរបបសន្តិសុខសង្គមវិញលោកអាត់ធុនបានបង្ហើបឲ្យដឹងថានៅកម្ពុជាម្ចាស់រោងចក្រត្រូវបង់តែ 0.8% តែប៉ុណ្ណោះនៅខណៈដែលនៅវៀតណាមត្រូវបង់រហូតដល់ 1.9% ហើយក្រៅពីនេះក៏នៅមានកត្តាជាច្រើនផ្សេងទៀតផងដែរសូមបញ្ជាក់ថានៅរសៀលថ្ងៃពុធទី23កញ្ញាស្អែកនេះតំណាងសហជីពកម្មករទាំងអស់ប្រជុំសម្រាប់ជ្រើសរើសប្រាក់ខែគោលមួយដើម្បីយកទៅជជែកជាមួយនឹងតំណាងរដ្ឋាភិបាលនិងនយោជកនៅពេលខាងមុខតួលេខបណ្ដោះអាសន្នដែលក្រុមសហជីពបានរកឃើញគឺមានពី$178និង$207ក៏ប៉ុន្តែលទ្ធផលពិតប្រាកដនឹងសម្រេចបន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃស្អែកនេះ